ស្ថិតនៅក្នុងស្ថានភាពមួយដែលយើងទាំងអស់គ្នាកំពុងតែប្រឈមមិនថាតិចឬច្រើនតាក់ទងជាមួយនឹងបញ្ហាវិបត្តិពិភពលោកក៏ដូចជាវិបត្តិសកលតាក់ទងជាមួយនឹងបញ្ហាប្រេងបើទោះបីជារដ្ឋាភិបាលអាចរក្សាលំនឹងក្នុងការផ្គត់ផ្គង់ស្ថិរភាពក្នុងការផ្គត់ផ្គង់ប្រេងទៅដល់ប្រជាពលរដ្ឋយើងទាំងអស់គ្នាក៏ត្រូវចូលរួមចំណែកក្នុងការសន្សំសំចៃការប្រើប្រាស់ប្រេងទាំងអស់នោះឲ្យបានច្រើនតាមលទ្ធភាពដែលអាចធ្វើទៅបានទី1តកតងជាមួយនឹងការប្រើប្រាស់យានយន្តយានជំនិះទាំងអស់ប្រសិនបើមិនមានចាំបាច់ណាមួយក្នុងការធ្វើដំណើរទៅឆ្ងាយឬក៏ទៅខាងក្រៅទេយើងគួរតែកាត់បន្ថយទី2តកតងជាមួយនឹងការប្រើប្រាស់យានយន្តដោយបញ្ឆេះចោលដើម្បីបើកម៉ាស៊ីនត្រជាក់ឬក៏ក្នុងវត្ថុបំណងផ្សេងៗដែលមិនមានភាពចាំបាច់ឬតម្រូវការខ្ពស់ណាមួយយើងគួរតែកាត់បន្ថយឲ្យបានច្រើនតាមលទ្ធភាពដែលអាចធ្វើទៅបានដើម្បីរក្សាស្ថិរភាពនៃការប្រើប្រាស់ប្រេងរហូតដល់ស្ថានភាពពិភពលោកបានធូរស្បើយអញ្ចឹងយើងមិនដឹងថាតើស្ថានភាពទាំងអស់នោះអាចស្ថិតនៅក្នុងរយៈពេលខ្លីឬវែងកម្រិតណាទេមួយវិញទៀតដោយសារតែរដូវនេះគឺជារដូវក្តៅដែលងាយប្រឈមជាមួយនឹងហានិភ័យអគ្គិភ័យអញ្ចឹងបងប្អូនទាំងអស់គ្នាប្រជាពលរដ្ឋទាំងអស់គ្នាគួរតែចូលរួមចំណែកក្នុងការកាត់បន្ថយការចំណាយការប្រើប្រាស់ធនធានភ្លើងនៅក្នុងផ្ទះឲ្យបានច្រើនតាមលទ្ធភាពដែលអាចធ្វើទៅបានឧបករណ៍ដែលមិនមានភាពចាំបាច់ឬក៏ភ្លើងដែលមិនមានភាពចាំបាច់ណាមួយទេគួរតែបិទនៅពេលដែលយើងមិនមានតម្រូវការឬក៏នៅពេលដែលយើងចាក់ចេញពីផ្ទះទៅខាងក្រៅគួរតែបិទភ្លើងដើម្បីទី1គឺយើងតាក់ទងជាមួយនឹងការសន្សំសំចៃទី2គឺតាក់ទងជាមួយនឹងសុវត្ថិភាពបាទការរក្សាសុវត្ថិភាពគ្រួសារក៏ដូចជាសង្គមគឺជារឿងសំខាន់អញ្ចឹងយើងអាចសន្សំសំចៃបានច្រើនកម្រិតណាគឺយើងអាចជួយខ្លួនឯងក្នុងការកាត់បន្ថយការចំណាយក៏ដូចជារដ្ឋាភិបាលក្នុងការកាត់បន្ថយការចំណាយតាក់ទងជាមួយនឹងធនធានធម្មជាតិផងដែរអរគុណ